តោះមកវិភាគរកចំណុច fake ហើយនឹង real ចំណុចថាអ្នកណាពិតអ្នកណាคล้ายៗថាតែពួកសៀមនឹងតែងតែចោទយើងថាយើងជាអ្នកឈ្លានពានយើងជាអ្នកលួចចម្លងយើងជាអ្នកបង្កើតសង្គ្រាមមុនចាហើយខ្ញុំនឹងនិយាយភ្ជាប់ជាមួយភាសាអង់គ្លេសតិចៗដែរតែមិនបច្ចេកទេសទេខ្ញុំនិយាយភាសាអង់គ្លេសដែលថាស្រួលស្ដាប់កេងឡូសៀមបានហើយយកទៅគេងគិតខ្លះចាដែលតែងតែចោទយើងនេះចាចំណុចទី1 ICJ court ហេតុអីក៏ប្រទេសកម្ពុជាយើងគឺស្ម័គ្រចិត្តហើយបានបបួលសៀមឲ្យឡើងទៅតុលាការយុត្តិធម៌អន្តរជាតិជាមួយគ្នានៅពេលដែលសៀមនឹងគិតបែបចាអ្នកណាមានសពមិនខ្លាចភ្លើងអ្នកណាខ្លាចចាធម្មតាអ្នកខ្លាចគឺមកពីដឹងខ្លួនថាឡើងទៅចាញ់គេ about ICJ court if Thailand not afraid of ICJ why not go to ICJ with Cambodia together to solve the problem and to verify who is the real owner of Prasat Previhiya temple you know that if you go to ICJ you will be lost ចាចំណុចទី2បងប្អូនជួយគិតមើលដូចបងប្អូនឃើញវីដេអូពីម្សិលមិញអញ្ចឹងខ្ញុំយើងជាជនជាតិខ្មែរយើងគាត់តែឃើញការបំផ្លាញនៅប្រាសាទព្រះវិហារនិងប្រាសាទតាកបីពីអ្នកទ័ពសៀមហ្នឹងគឺយើងខ្លោចផ្សាទឹកភ្នែកសោកស្ដាយនៅសម្បត្តិវប្បធម៌ជាតិនិងសម្បត្តិបេតិកភណ្ឌពិភពលោកនេះហើយចុះទ័ពសៀមហ្នឹងវិញចាថតវីដេអូសប្បាយចិត្តសោកក្អាកក្អាយរំភើបហើយកេរមរតកនេះគឺជារបស់អ្នកណាពិតប្រាកដបើជាកេរមរតករបស់សៀមមិនមែនអាចលើកដៃទៅបាញ់បំផ្លាញប្រាសាទដែលជាវប្បធម៌ដូនតាដែលខ្លួនឯងតែងតែទាមទារហើយអះអាងថាខ្លួនឯងជាម្ចាស់ទេចាហើយទាំងចោទថាទឹកដីនឹងប្រាសាទនឹងជារបស់ខ្លួនឯងចំពោះសៀមវិញគឺសប្បាយចិត្តអញ្ចឹងបង្ហាញថាអ្នកឯងគឺ fake អ្នកឯងគឺខ្លាចបន្លំព្រោះអ្នកឯងសប្បាយចិត្តនៅពេលដែលបានបំផ្លាញនៅប្រាសាទកេរមរតកដូនតារបស់ខ្មែរអញ្ចឹងមិនមែនជាប្រាសាទរបស់អ្នកឯងទេ 100% After seeing the video of your Thai army destroy the Previhiya and Takabai temple your army very happy and chill up from their destroying the cultural temple world heritage if you are the real owner of the temple you will not happy and not open fire and shooting the temple and after shooting the temple you very happy so you are the fake owner ចាចំណុចទី3ចាជនជាតិថៃដល់ច្រើនក៏អះអាងថាអូខ្មែរយើងច្រឡំវប្បធម៌ប្រពៃនេះអូភាសាឈ្លានពានទឹកដីគាត់តែខ្ញុំឆ្ងល់ណាបងប្អូនហេតុអីបានទៅជាភាសាសំស្ក្រឹតដែលចានៅលើប្រាសាទដែលមានសពថ្ងៃក្នុងប្រទេសគាត់ក៏ដោយដែលមាននៅលើកថាវត្ថុស័ក្តិសិទ្ធិផ្សេងចាជាបាលីសំស្ក្រឹតរបស់ខ្មែរហើយអញ្ចឹងភាសាដែលជាបាលីសំស្ក្រឹតរបស់ខ្មែរហ្នឹងទៅនៅក្នុងទឹកដីគាត់ទៅនៅលើកថាចាសម្រាប់វត្ថុស័ក្តិសិទ្ធិគាត់ហ្នឹងទៅជាខ្មែរយើងហ្នឹងច្រឡំគាត់វិញអ្នកណាចម្លងអ្នកណាហើយមួយទៀតប្រជាជនចាដែលរស់នៅជាប់ព្រំដែនបរិយារាមស៊ីសកេតសរិនគាត់សិតតែជាជនជាតិខ្មែរដើមតែម្ដងចាដែលរស់លើទឹកដីថៃសប្តាហ៍ថ្ងៃអញ្ចឹងអ្នកណាជាអ្នកឈ្លានពានដីហ្នឹងអ្នកណាជាអ្នកម្ចាស់ទឹកដីហ្នឹងពីដើមមកខ្ញុំឆ្ងល់តែនិយាយអត់មានភាពអៀនខំបើសិនជាខ្មែរអ្នកឈ្លានពានគាត់ពីដើមមកអូវាសំថាជនជាតិដើមហ្នឹងជនជាតិដើមរបស់គាត់មកនៅលើដីយើងសប្តាហ៍ថ្ងៃហើយនិយាយភាសាដើមគាត់ឯងបានត្រឹមត្រូវ Most of the Thai people always say that we copy their traditional their cultural costume their cultural language and invade their land something like this in the past or even now but I'm so wondering why our ancestor Khmer letter is handwritten on some temple in Thailand also on the sacred object so how come that Cambodian